បន្ទាប់ពីវះកាត់កូនហើយតើអាចមានកូនបានទៀតអត់គឺនៅតែអាចមានអញ្ចឹងបងប្អូនក៏ប៉ុន្តែបើសិនជាសួរថាអាចនឹងមានប្រមាណដងអាចនឹងវះកាត់បានប្រមាណដងគឺមិនអាចកំណត់បានទេអាស្រ័យទៅលើសុខភាពការថែទាំរបស់ស្ត្រីផ្ទាល់ប៉ុន្តែជំរឿនដ៏ល្អបំផុតបន្ទាប់ពីយើងសម្រាលកូននៃការវះកាត់ហើយយ៉ាងហោចណាស់ក៏យើងទុកពោះឲ្យបាន2ឆ្នាំដែរចាំយើងពោះម្ដងទៀតតែអ្វីដែលជាបញ្ហានឹងយើងបារម្ភខ្លាំងមួយទៀតនោះគឺទៅលើបញ្ហាកូនក្រៅស្បូនសម្រាប់ស្ត្រីដែលធ្លាប់មានបញ្ហាកូនក្រៅស្បូនធ្លាប់វះកាត់កូនក្រៅស្បូនគឺគាត់អាចនឹងមានបញ្ហាកូនក្រៅស្បូននឹងម្ដងទៀតបើសិនជាគាត់អត់បានថែសុខភាពស្បូនជាមុនសិនមុននឹងគាត់ត្រៀមក្នុងការយកកូនអញ្ចឹងសំណួរសួរថាតើយើងគួរធ្វើបែបណាដើម្បីកុំឲ្យកើតមានបញ្ហាកូនក្រៅស្បូនឬក៏យើងត្រូវការយកកូនតើមានវិធីណាដើម្បីបង្ការកុំឲ្យយើងមានបញ្ហានឹងម្ដងទៀតអញ្ចឹងសម្រាប់ដំណោះស្រាយគឺមានប៉ុន្តែចង់ឲ្យបងប្អូនយល់ឲ្យស៊ីជម្រៅទៅលើបញ្ហារឿងការយកកូនជាមុនសិន3វិធីជួយឲ្យយើងឆាប់មានកូនទី1គឺពិនិត្យមើលមេជីវិតញីឈ្មោះថាតើមេជីវិតញីឈ្មោះយើងល្អហើយឬនៅបើមិនទាន់ល្អទេព្យាយាមញ៉ាំអាហារជំនួយស្បូនឲ្យបានជាប្រចាំញ៉ាំវីតាមីនជំនួយទៅលើមេជីវិតឬក៏ថ្នាំជំនួយជាពិសេសគឺហាត់យូហ្គាជំនួយស្បូនឲ្យបានជាទៀងទាត់ដើម្បីឲ្យស្បូនយើងមានសុខភាពល្អកុំឲ្យមានកូនស្បូនមានបញ្ហាងាយក្នុងការរលូតទី2ដោះស្រាយបញ្ហារោគស្ត្រីដែលកើតមាននៅក្នុងស្បូនដូចជារាំងរដូវមិនទៀងឈឺចាប់ពេលមករដូវមកតិចរលាកស្បូនធ្លាក់សក់អត់បាត់រ៉ាំរ៉ៃរមាស់កើតផ្សិតក្តៅកាហាយទ្វាមាបញ្ហាកាមរោគមួយចំនួនដែលវាឆ្លងតាមរយៈផ្លូវភេទសូមដោះស្រាយបញ្ហាស្បូនព្យាបាលរោគស្ត្រីឲ្យជាមុនសិនចាំសម្រាប់ចិត្តក្នុងការយកកូនបើមិនអញ្ចឹងទេអាចប្រឈមទៅជាមួយនឹងការរំលូតកូនមុនខែការសម្រាលកូនមុនខែឆ្លងរោគដល់កូនធ្វើឲ្យយើងអាចនឹងងាយក្នុងការរំលូតកូនដោយមិនដឹងខ្លួនហើយចំណុចទី3នោះគឺនៅជាមួយគ្នាចាំថ្ងៃដែលយើងមានកូនមើលតាមវដ្តរដូវរបស់ស្ត្រីព្រោះវដ្តរដូវស្ត្រីគឺអត់ទៀងទេមានចន្លោះពី28ថ្ងៃទៅ30ថ្ងៃអញ្ចឹងមុននឹងយើងយកកូនតែមើលមេជីវិតឬក៏កំណត់ថ្ងៃឲ្យបានត្រឹមត្រូវអាចធ្វើ3វិធីនេះបានស្ត្រីងាយក្នុងការមានកូនប៉ុន្មានថ្ងៃនេះជួបច្រើនមែនតើស្ត្រីដែលឡើងពងបែកឡើងដូចបោសឡើងដូចគិះមេរោគអាប់ផ្សាយនៅទ្វារមាសដែលមានសភាពដោះដូចពងបែកនៅបរិវេណប្រដាប់ភេទណាចាអញ្ចឹងមកសួរថាអានឹងវាការឡើងដោយសារអីទី1វាមកពីការស្ទះនៃកពិញផលិតទឹករំអល់នៃចាំងទ្វារមាសស្ត្រីទី2វាតកតងមួយការឆ្លងពពួកមេរោគមួយចំនួនដែលបណ្ដាលឲ្យទ្វារមាសនឹងវាបាត់បង់ពពួកបាក់តេរីល្អអញ្ចឹងស្ត្រីដែលរលាកកពិញផលិតទឹករំអល់ដោយសារតែការស្ងួតទ្វារមាសការក្តៅទ្វារមាសការរលាកទ្វារមាសឬក៏ស្ត្រីដែលនៅជាមួយដៃគូញឹកញាប់ប្រើកម្លាំងខ្លាំងដែលធ្វើឲ្យកកិតឬក៏រលាត់ទ្វារមាសស្ត្រីដែលមានដៃគូកើតមានបញ្ហាកាមរោគឬក៏អាសារមាស់ទ្វារមាសដល់ពេលយើងអេសទៅវាឆ្លងមេរោគតាមដៃណាបងប្អូនអញ្ចឹងក៏កើតខ្ទុះកើតអាប់សែនអញ្ចឹងដែរអញ្ចឹងសូមប្រុងប្រយ័ត្នឲ្យបានមែនទែនហើយការឡើងខ្ទុះពងបែកដោយបោសដូចគីបែបនេះក្នុងករណីតូចយើងអាចប្រើប្រាស់ថ្នាំបានតែបើយើងទុកដល់ធំកើតហើយកើតទៀតមានតែការវះឬក៏ការចោះបង្ហូរយកខ្ទុះនឹងចេញទេ